Ok សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកប្រាប់បងប្អូនពីរបៀបក្នុងការ install app នៅលើប្រភេទ computer របស់យើងទាំងអស់គ្នាអូខេអញ្ចឹងគឺថាងាយស្រួលមែនទេបងប្អូនទៅលើប្រភេទយើងចង់ឲ្យ install ដូចជា Telegram ដូចជា Facebook YouTube អីគឺថាងាយស្រួលតែម្ដងបងប្អូនអូខេអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ Chrome បើបងប្អូនមាន Chrome ចូលទៅ Chrome បើបងប្អូនមាន Firefox ចូលទៅ Firefox ឲ្យតែប្រភេទ internet ណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់ Chrome ហើយខ្ញុំរើសនៅ account Gmail ខ្ញុំមួយហើយខ្ញុំ search ពាក្យថា YT អូខេ YT អញ្ចឹងអានេះខ្ញុំមើលទៅការ download វីដេអូdownload កម្មវិធីទៅលើកម្មវិធីពី YouTube ទៅលើ desktop របស់យើងអូខេមកដល់ហ្នឹងយើងកាន់តែចូលទៅកាន់ website របស់ YouTube តែម្ដងទៅលើបងប្អូនរកពាក្យ www.youtube.com អូខេបន្ទាប់មកបងប្អូនចាំបន្តិចយើងចូលទៅកាន់ tray 3បងប្អូនឃើញ tray 3.3 នេះអត់នៅខាងស្ដាំដៃបងប្អូនចុចលើទីហ្នឹងហើយបងប្អូនស្វែងរកពាក្យថា cache save and share អូខេអញ្ចឹងមកដល់ចំណុចនេះបងប្អូននឹងបានឃើញប្រភេទគេដាក់ install YouTube អញ្ចឹងបងប្អូនកាន់តែធ្វើការ install វាមួយមកហើយបងប្អូនចុចពាក្យ install បន្ទាប់មួយទៀតអូខេអញ្ចឹងយើងចូលទៅកាន់មើលនៅលើ desktop របស់យើងបងប្អូននឹងទទួលបាននៅ YouTube មួយបងប្អូនគាត់คลิกចូលទៅគឺថាចូលទៅដល់ YouTube តែម្ដងគឺថាងាយស្រួលមែនទែនតែម្ដងបងប្អូនថា easy តែម្ដងអញ្ចឹងបងប្អូនចង់ download Facebook គេអញ្ចឹងវាពាក្យ Facebook ហើយ SB ក៏បានដែរបងប្អូនក៏វាចេញដែរសារហើយបន្តមកបងប្អូនយកដូចគ្នា www.facebook.com បន្ទាប់មកចូលទៅកាន់ youtube.com សិនណាបងប្អូនកុំនៅលើផ្ទាំងហ្នឹងបើនៅលើផ្ទាំងហ្នឹងក៏ install បានដែរអូខេអញ្ចឹងខ្ញុំចូលទៅកាន់ហ្នឹងហើយបងប្អូនយក trace 3ថាទៅហើយយកពាក្យថា cache and save ហើយបងប្អូនយកពាក្យថា install អញ្ចឹងនេះធ្វើការ install មកគឺថាយើងទទួលបាន YouTube មួយទៀតអីគឺ Facebook បងប្អូន sorry អូខេអញ្ចឹងគឺថាងាយស្រួលតែម្ដងបងគឺថា easy មែនទែននេះបងប្អូន Facebook នេះ YouTube អូខេអញ្ចឹងគឺចំណេះដឹងមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនស្លាញ់នៅពេញចិត្តចង់បានរូប clip ល្អៗចេញពីរូបខ្ញុំបាទកុំភ្លេចជួយ like ជួយ share និង comment ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាការ upload ថ្មីៗជូនទៅដល់អរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ